តើមានអ្វីនៅក្នុងប្រអប់ធំនេះគឺជា Sunger ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីចំនួនទី5ដែលផលិតដោយប្រទេសទួរគីវាត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់យន្តហោះឧទ្ធម្ភាគចក្រនិងយានហោះគ្មានមនុស្សបើកដែលហោះចូលមកកាន់តំបន់ការពារប្រព័ន្ធនេះអាចប្រើបានពីររបៀបរបៀបទី1គឺដំឡើងលើរថពាសដៃកង់ដើម្បីផ្លាស់ទីទៅកាន់ទីតាំងបាញ់បានយ៉ាងរហ័សវាបំពាក់ដោយប្រអប់មីស៊ីល2ដែលអាចផ្ទុកមីស៊ីលសរុបចំនួន4គ្រាប់ហើយបញ្ជាបាញ់ពីក្នុងរថយន្តតាមរយៈប្រព័ន្ធ Digital ទំនើបពីមីស៊ីលមានចម្ងាយបាញ់ឆ្ងាយបំផុត8គីឡូម៉ែត្រអាចវាយប្រហារគោលដៅនៅរយៈកម្ពស់4គីឡូម៉ែត្រនិងប្រើប្រព័ន្ធស្វែងរកគោលដៅដោយកម្ដៅក្បាលគ្រាប់របស់វាក៏បំពាក់ហ្វុយឆ្លាតវៃដែលអាចកំណត់របៀបផ្ទុះឲ្យសមស្របទៅតាមគោលដៅបើគ្មានរថយន្តប្រព័ន្ធបាញ់ដដែលនេះក៏អាចយកមកសែងលើស្មានិងបាញ់ដោយទាហានម្នាក់បានផងដែរពីប្រព័ន្ធ Sunger ត្រូវបានដាក់ឲ្យផលិតចាប់តាំងពីឆ្នាំ2022ហើយជាអាវុធការពារដែនអាកាសដ៏ទំនើបមួយរបស់ប្រទេសទួរគី